លោកតាហ្វេងព្រោះតែចៅប្រុសរបស់គាត់បានធ្វើឲ្យពីសមត្ថភាពរបស់គាត់ហើយលោកតានិយាយលេងទេអីលោកតាចង់ថានឹងរៀបចំពិធីមង្គលការឲ្យខ្ញុំលោកតាខ្ញុំនៅក្មេងនៅឡើយទេខ្ញុំទើបតែអាយុ20ឆ្នាំប៉ុណ្ណោះក្មេងវាយ៉ាងម៉េចឯង22ឆ្នាំហើយជីវិតអាចរៀបការបានហើយហេតុអីបានជាឯងមិនចង់រៀបការគ្រួសារហ្វេគ្មានច្បាប់មិនឲ្យកូនចៅបន្តពូទេខ្ញុំរងចាំឯងដល់វ័យនេះចំណាស់នេះទៅហើយរៀបការទៅខ្ញុំមានសុខភាពល្អណាស់មិននឹងអាចជាមនុស្សគ្មានកូនដែររបៀបណាទៅហេតុអីបានជាមិនអាចមានកូនសពថ្ងៃនេះមានអ្នកគ្មានកូនច្រើនណាស់ប៉ុន្តែថាឯងរៀបការឆាប់មានកូនទៅក្រៅពីនឹងឯងចង់ធ្វើអីក៏បានដែរយើងមិនខ្វល់តែឯងនោះទេខ្ញុំមិនត្រូវការទេលោកតាពិតជាខុសខើមែនទែនបើខ្ញុំស្ដាប់គុណរៀបការហើយចេញដើរលេងសប្បាយខ្ញុំមិនត្រូវប្រពន្ធវាយរហូតដល់ស្លាប់ទេតើឯងព្រមទេមិនព្រមទេព្រមឬអត់ឯងមិនព្រមទេតើនឹងសម្រាប់ឯងខ្លួនឯងឈឺលោកតាកំពុងតែគម្រាមខ្ញុំហើយហីតើកំពុងតែគម្រាមឯងហ៎មានតែលោកតាទេដែលប្រើវិធីបំផន់អ្នកដទៃមានតែលោកតាទេដែលសម្រាប់ខ្លួនឯងដែលអាចដែរខ្ញុំក៏ធ្វើបានដែរមេកាចៅវាយឯងចង់ធ្វើអត្តឃាតដោយអាកនដៃឆាបទៅផ្ទះបាយយកកបិតមកឲ្យឆាប់ឡើងបាទអ្នកប្រុសសូមជើញគាត់ចង់ធ្វើអីទេកើតមានឲ្យលឿនធ្វើដូចដែលតាដាក់កំបិតលើកដៃឯងទៅលោកតាខ្ញុំគ្រាន់តែឲ្យឆាប់ឡើងថាទៅឯងឲ្យនឹងតាណាស្លាប់មុនឯងឬក៏តាអាមិនក៏នៅមានមនុស្សចាស់ដែលគួរឲ្យខ្លាចអញ្ចឹងការកំបិតទៅជាប់ដាក់វាលើកដៃឯងទៅឲ្យឆាប់ឡើងលោកតាយ៉ាម៉េចឯងមិនចង់ទៅជាមួយតាទេអីរៀបការគឺដូចជាការបោះជំហានចូលទៅក្នុងភ្នូអញ្ចឹងខ្ញុំមិនចង់រៀបការទេឥឡូវនេះគាត់នឹងត្រូវចូលភ្នូហើយខ្ញុំព្រមរៀបការហើយនៅមិនគ្រប់គ្រាន់ទៀតទេធ្វើត្រាប់តាមតារបស់ឯងនៅតែជាតារបស់ឯងជានិច្ចស្មានថាតាមិនអាចគ្រប់គ្រងឯងបានទេប្រាប់មកនរណាដែលលោកតាសម្លឹងរនោះជាកូនស្រីច្បងនៃតកូលជាងនរណាគេជាងថាងនាងជាបងស្រីរបស់ជាងប៉ៃឯងឆាប់រៀបការជាមួយនាងទៅលោកតានាងចាស់ជាងខ្ញុំមែនទេនាងអាយុច្រើនជាងឯង5ឆ្នាំមនុស្សស្រីមានអាយុច្រើនជាម្ដាយរបស់នាង5ឆ្នាំគាត់តែខ្ញុំរកខ្វះសេចក្តីស្រឡាញ់ពីម្ដាយដូច្នេះក៏រកម្ដាយឲ្យខ្ញុំមែនទេហើយបើឯងគិតឃើញចឹងវាធ្វើឲ្យឯងមានអារម្មណ៍ធូរស្រាលបន្តិចអារម្មណ៍ខ្ញុំមិនល្អទេខ្ញុំមិនអាចមានអារម្មណ៍មិនល្អទេអីតួមិនសប្បាយចិត្តក៏ត្រូវតែទ្រាំដែរឈប់ភ្លាមចេញទៅក្រៅដើរលេងគឺអាចធ្វើទៅបានតែកុំទៅតាក់ទងជាមួយនឹងមនុស្សស្រីត្រូវចាំថាវាជាថ្លៃបណ្ដាការដ៏ល្អបំផុតសម្រាប់បរិសុទ្ធហ្វឹងឌីងឯងមើលទៅសង្ហាខ្លាំងណាស់ថ្ងៃនេះនេះប្រាប់ខ្ញុំមកនរណាដែលលោកតាសម្លឹងរកឲ្យនោះជាបងស្រីរបស់ជាងប៉ៃគឺជាងថាងឯងយ៉ាងម៉េចនឹងនរណាធ្វើឲ្យឯងខឹង
ឯងកំពុងតែមករដូវមែនទេ ខ្ញុំទុកឯងជាបងប្អូនល្អឯងបែរជាលាក់រឿងនេះនឹងខ្ញុំហ៎ចង់ខ្លាចជាបងថ្លៃខ្ញុំហ៎ហើយនៅហ៊ានមកសួររឿងនេះទៀតមែនទេអ្ហ្មិចក៏ឯងហ៊ានសួរខ្ញុំបែបនេះ អ្ហ្មិចក៏ឯងនិយាយពាក្យសោះក៏ក្រោះម្លេះ ចាំងបៃ បងស្រី មកលេងញ៉ី បាន ឆាប់ត្រឡប់ទៅផ្ទះវិញផង បាន លោកវិញក៏ដូចគ្នាចាំងថាងនាងអាចបារម្ភពីបងប្រុសរបស់នាងបានហេតុអីក៏បារម្ភពីលោកផេងសៅដែរខ្ញុំចាំបាច់ត្រូវទៅធ្វើអញ្ចឹងលាហើយបងស្រីបានហើយពួកយើងចូលទៅក្នុងទៅមិនបានជាអីមិនក៏ទៅជាឯងក៏ហមម្លេះអាយ៉ាខ្ញុំត្រូវទៅហើយ អីក៏លឿនម៉ែ បងស្រីរបស់ខ្ញុំបានប្រាប់ឲ្យឆាប់ទៅផ្ទះវិញអូឯងក៏អញ្ចឹងដែរ ស្អីគេខ្ញុំក៏ត្រូវទៅដែរអី បងស្រីខ្ញុំក៏ចង់ឲ្យឯងឆាប់ត្រឡប់ទៅ នាង ផ្ទះ ប្រាប់ឲ្យខ្ញុំឆាប់ទៅផ្ទះខ្ញុំក៏ឆាប់ទៅផ្ទះអញ្ចឹងហ៎ពេលនេះនាងគ្រាន់តែជាគូដណ្ដឹងមិនទាន់រៀបការនៅឡើយទេនាងចាប់ផ្ដើមគ្រប់គ្រងខ្ញុំទៅហើយ ហេតុអីបានជាឯងមានព្រឹត្តិកម្មខ្លាំងម្ល៉េះបងស្រីខ្ញុំធ្វើអញ្ចឹងគឺល្អសម្រាប់ ទៅ ឯង តែឯងទៅខ្ញុំមិនទៅទេហេតុអីខ្ញុំត្រូវស្ដាប់នាងទាំងដែលយើងមិនទាន់រៀបការទោះបីជាយើងរៀបការក៏ដោយក៏ខ្ញុំមិនស្ដាប់ដែរខ្ញុំហ្វឹងលីនមិនព្រមឲ្យនរណាគេគ្រប់គ្រងបាននោះទេ បានហើយអញ្ចឹងខ្ញុំទៅសិនហើយ អេចាំមកផ្លែតទៅមើល ហើយយ៉ាងម៉េចទៀតហើយឯងមិនត្រឡប់ទៅវិញហើយទូពិតទេមិនដែរទេ ទូពិតដែរទូពិតពីស្អីទៅ ទៅប្រាប់បងស្រីរបស់ឯងនឹងអី តែខ្ញុំប្រាប់ធ្វើស្អីទៅបងស្រីរបស់ខ្ញុំនោះអត់ទេថ្ងៃនេះឯងធ្វើអ្វីចម្លែកណាស់មិនយល់ទេនេះ ឯងមិនយល់ទេ ខ្ញុំមិនយល់ពីស្អីទៅ មើលទៅគេដូចជាមិនដឹងរឿងអ្វីតែទាំងអស់នឹងអត់មានអីទេអត់ទេ ហេតុអីគេមើលទៅដូចជាលេបថ្នាំខុសអញ្ចឹងខ្ញុំទៅសិនហើយឯងក៏ឆាប់ទៅដែរទៅ ខ្ញុំមិនទៅទេខ្ញុំមិនស្ដាប់ទេខ្ញុំមិនឆាប់ត្រឡប់ទៅផ្ទះទេចឹងថាំងតានាងចង់ធ្វើអីខ្ញុំនាងមិនអាចវាយខ្ញុំបានទេមែនទេ ម្ដងទៀតហើយថ្ងៃដែលស្រស់ស្អាតដោយសារសម្រស់បងស្រីខ្ញុំ ត្រឡប់មកវិញហើយឯងឆាប់ចេញមកម្នាក់ឯងលឿនម្លេះមិត្តភ័ក្ដិឯងមិនបន្តឯងទេ អត់ទេបងស្រីបងសូមខ្ញុំឆាប់មកផ្ទះខ្ញុំប្រកាសជាមកហើយអ្នកផ្សេងទៀតកំពុងតែបន្តសប្បាយបងស្រីអញ្ចឹងខ្ញុំឡើងទៅលើហើយបងគួរឆាប់គេងទៅ ចាំងបៃមិនបានបដិសេធថាគេចេញមកតែម្នាក់ឯងទេហ្វេងលីងមិនព្រមចេញមកខ្ញុំបានប្រាប់គេឲ្យឆាប់ទៅផ្ទះគេមិនព្រមស្ដាប់ទេគូដណ្ដឹងវ័យក្មេងរូបនេះមានចរិតរឹងរូបបន្ទែង លោកតាអរុនសួស្ដីខ្ញុំត្រឡប់មកវិញហើយ សម្រាប់បានគ្រប់គ្រាន់ទៅ
យប់នេះញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារជាងពិភាក្សាអំពីមង្គលការឯង អេខ្ញុំត្រឡប់មកពីដើរលេងពេញមួយយប់ហើយលោកតាមិនខឹងអ្វីទាំងអស់បើពីមុនវិញច្បាស់ជាត្រូវលោកតាហក់មកធាក់ខ្ញុំយូរហើយលោកតា ហ៎ នេះលោកតាមិនខឹងខ្ញុំទេមែនទេ ហេតុអីយើងត្រូវខឹងឯង ខ្ញុំត្រឡប់មកពីដើរលេងឡើងពេញមួយយប់ ហេតុអីយើងត្រូវខឹងយើងមិនខឹងទេទោះជាយ៉ាងណាក៏ដោយឯងគ្រាន់តែមានពេលសប្បាយពី3ថ្ងៃប៉ុណ្ណោះ ឈើនិយាយបែបនេះមានន័យថាយ៉ាងម៉េចវិញខ្ញុំអាចជាមេដឹកនាំតូចតាចគ្រួសារហ្វឹងខ្លាចប្រពន្ធដែររបៀបណាទៅមិនអាចទៅរួចទេ មៀវមៀវឯងគួរតែប្រតិបត្តិខ្លួនឲ្យបានល្អបើឯងរំខានការពិភាក្សាថ្ងៃនេះយើងនឹងដាក់ទោសឯងលោកម្ចាស់គ្រូសាជាងមកដល់អស់ហើយអាលីងទៅមាត់ទ្វារស្វាគមន៍ពួកគេទៅ អេហ្វាលីងឯងមកញ៉ាំអាហារនៅទីនេះមែនទេ សួស្តីលោកពូណាមីងសូមជួយមកតាមនេះ គេមិនមែនមកទីនេះពិភាក្សាជាមួយបងស្រីខ្ញុំទេតើគ្រួសារគូដឹងមកញ៉ាំអាហារពេលល្ងាចជាមួយគេមិនបានទេខ្ញុំចាត់ទុកឯងជាបងប្អូនឯងពិតជាខ្លាចជាបងថ្លៃរបស់ខ្ញុំមែនទេចៅចង្រៃអើយ ហ្វឹងលីងពិតជាក្មេងសង្ហាខ្ញុំអាចបកគលកូនស្រីរបស់ខ្ញុំឲ្យទៅគេខ្ញុំអាចទុកចិត្តបានហើយទោះបីជាលោកតាហ្វឹងជាអ្នកស្នាមមង្គលការយ៉ាងណាជាងថងផ្ទាល់បានយល់ព្រមនឹងមង្គលការនេះយើងជាចាស់ទុំត្រូវតែស្របតាមគំនិតក្មេងៗដែរ ធ្លាប់ឮមកថាកូនប្រុសគ្រួសារហ្វេងក្រអឺតក្រទមចូលចិត្តត្រួតត្រាពេលនេះមើលទៅគេដូចជាមានសុជីវធម៌ណា ដឹងហើយជារឿងដែលត្រូវសម្រេចតាំងពីពេលនោះមក ត្រូវហើយ ត្រូវហើយ បើអញ្ចឹងថ្ងៃស្អែកពួកឯងគួរទៅចុះសម្បត្តិអាពាហ៍ពិពាហ៍សិនទៅ អាលីញ៉ាជូនជាងថៅត្រឡប់ទៅផ្ទះវិញទៅ បាទលោកតា បងស្រីខ្ញុំចង់ទៅជាមួយបងដែរ ណែឯងមិនគួរណាធ្វើអញ្ចឹងទេ អេខ្ញុំ ឯងទៅផ្ទះជាមួយប៉ាម៉ាក់ទេ បាទ ដាក់ខ្សែក្បាត់សុវត្ថិភាពឲ្យខ្ញុំផង ហ៎ ជួយកូនដណ្ដឹងដាក់ខ្សែក្បាត់សុវត្ថិភាពផងជាអ្វីដែលសុភាពបរោះគួរតែធ្វើ នាងមានចេតនាបោកបញ្ឆោតខ្ញុំហើយទេមុននេះពេលដែលញ៉ាំអាហារខ្ញុំមានចេតនាសម្ដែងដើម្បីលោកតាខ្ញុំមិនចង់រៀបការជាមួយនឹងនាងទេលោកតាគាត់បានគំរាមសម្លាប់ខ្លួនឯង ខ្ញុំដឹងហើយ នាងដឹងដែររបៀបណាទៅលោកតាបានប្រាប់នាងហ៎
ខ្ញុំបញ្ជាក់រឿងនេះជាមុនសិនខ្ញុំព្រមរៀបការជាមួយនាងព្រោះប្រកបចិត្តលោកតារបស់ខ្ញុំប៉ុណ្ណោះខ្ញុំមិនស្រឡាញ់នាងទេគុំរំពឹងទទួលបានក្តីស្រឡាញ់ពីខ្ញុំមិនអាចផ្ដល់អ្វីដល់នាងទេនេះនាងមិនខឹងខ្ញុំទេអីតើនាងកំពុងធ្វើពុតមែនទេលោកមិនអាចផ្ដល់អ្វីឲ្យខ្ញុំបានទេប៉ុន្តែលោកតារបស់លោកបានផ្ដល់ឲ្យខ្ញុំច្រើននាងមិនអីទេបន្ទាប់ពីយើងរៀបការកុំខ្វល់ពីខ្ញុំអីខ្ញុំក៏មិនខ្វល់ពីនាងដែរខ្ញុំចង់ធ្វើអីតាមដែលខ្ញុំចង់លេងអ្វីតាមដែលខ្ញុំចង់លេងឥឡូវនេះនាងគួរតែខឹងខ្ញុំហើយត្រូវទេណ៎លោកកុំបារម្ភអីខ្ញុំរវល់នេះធ្វើការបន្ថែមម៉ោងនិងធ្វើដំណើរអាជីវកម្មចេញញឹកញាប់លោកអាចលេងអ្វីតាមដែលលោកចង់ឈឺត្រូវហើយមិនបានចំពោះគេមិនទាន់ត្រឡប់មកវិញទៀតគេមិនមែននាំបងស្រីខ្ញុំទៅសន្តាគារទេបងស្រីបងទៅមុនចុះខ្ញុំមានការនិយាយជាមួយគេឯងគ្មានសិទ្ធិរៀបការជាមួយបងស្រីខ្ញុំទេហេតុអីទៅមិនចាំបាច់សួរទេឯងមិនល្អគ្រប់គ្រាន់សម្រាប់បងស្រីខ្ញុំទេឈឺចាំមែនខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់នាងខ្ញុំពិតជាល្អបំផុតសម្រាប់ឯងជាអ្នកប្រុសវ័យក្មេងគូស្នេហ៍កម្រិតកំពូលលំដាប់ឋានសួគ៌យ៉ាងណាក៏ដោយខ្ញុំមិនព្រមឲ្យឯងរៀបគោលការណ៍នេះទេអញ្ចឹងក៏ទៅបញ្ចុះបញ្ចូលបងស្រីឯងឲ្យលុបការភ្ជាប់ពាក្យចោលទៅអេនេះឯងណែហេបើកទ្វារខ្ញុំមិនតន់និយាយចប់ទេណែឯងណែឯងបើកទ្វារឯងណែហេបងស្រីតើអាជីវកម្មរបស់យើងមានជួបបញ្ហាអ្វីទេមិនបានជាឯងសួរអញ្ចឹងតើគ្រួសារយើងត្រូវការជំនួយពីគ្រួសារហ្វាន់ពិតមែនទេបានជាលោកតាឲ្យគេរៀបការជាមួយអត់ទេបើអញ្ចឹងមិនបានជាបងស្រីព្រមរៀបការតើហ្វេងលីងពិតជាអាក្រក់មែនទេគេមិនអាក្រក់ទេហ្វេងលីងជាកូនប្រុសតែម្នាក់គត់របស់គ្រួសារហ្វេងអ្នកស្នងមរតកត្រកូលហ្វេងក្មេងកំព្រាកម្ពស់1.85 ម៉ែត្រសង្ហានៅក្មេងទៅវ័យ20ឆ្នាំហើយរឹងមាំគ្មានប្រវត្តិអាក្រក់ឯងក៏ដឹងពីលក្ខខណ្ឌទាំងនេះដែរគេមានប្រជាប្រិយភាពប៉ុន្តែក្នុងការរើសគូសកលបងស្រីបងមិនចូលចិត្តគាត់ទេអីអ្នកណាថាខ្ញុំមិនចូលចិត្តគាត់ទៀតនោះមិនបានជាឯងត្រឡប់មកវិញលឿនម្ល៉េះខ្ញុំជូននាងទៅវិញរួចក៏ត្រឡប់មកវិញបានជួបមុខស្រស់ស្អាតដូចជាជាងខាងហើយមិនបានជាឆាប់មកវិញម្ល៉េះមិនអាចទៅរួចទេឬមួយក៏គេបញ្ចូលចិត្តមនុស្សស្រីឈប់សិនយ៉ាងមិនទៀតហើយចា20ឆ្នាំមកនេះតាមិនដែលឃើញគេនៅក្បែរមនុស្សស្រីឡើយអេតយ៉ាបត់មើលទៅរឹងមាំមួនមិនប្រកាសថាកន្លែងផ្សេងទៀតមាំមួនដែរឬក៏អត់នោះទេលោកតាគិតចង់ធ្វើស្អីហ្នឹងអាលីញ៉ាតើឯងមិនចូលចិត្តមនុស្សស្រីទេអីលោកតានិយាយស្អីហ្នឹងតើមិនមែនមនុស្សដែលមានគំនិតហួសសម័យទេឬក៏សាប់ញ៉ាំដែរប៉ុន្តែមានរឿងមួយដែលតាមិនទទួលយកបានឯងមិនអាចជាមនុស្សនៅពីក្រោមខ្ញុំតាប្រាប់ឯងគ្រួសារហ្វេងរបស់យើងចាប់ផ្ដើមពីចំនួនតាទូតរបស់ឯងសុទ្ធតែជាអ្នកមានពួកគាត់គឺជាមនុស្សបកែលើសគេលោកតាខ្ញុំចូលចិត្តមនុស្សប្រុសមកអត់ទេលោកតាធ្វើឲ្យខ្ញុំយល់ច្រឡំហើយខ្ញុំចូលចិត្តមនុស្សស្រីមិនចូលចិត្តមនុស្សប្រុសទេខ្ញុំជាអ្នកដែលនៅលើពីគេឯងប្រកាសទេថាខ្ញុំពិតប្រកបណាហើយចំហរបស់ខ្ញុំគឺរឹងមាំតើមានអ្វីផ្សេងទៀតទេល្អព្រឹកស្អែកនេះក៏ភ្លេចទៅយកសម្បត្តិអាពាហ៍ពិពាហ៍មក
ខ្ញុំស្អាតហើយទេលោកចាំខ្ញុំយល់ហើយមែនទេនាងចង់មានន័យថាចាំមិញនាងគិតថាខ្ញុំចង់ការជាមួយនាងហើយឃើញខ្ញុំមកចាំមុនអញ្ចឹងឯងអត់ទេខ្ញុំមិនចង់មកទេលោកតាឲ្យខ្ញុំមកទទួលនាងទៅវិញទេពួកគាត់មិនប្រាប់ថាលោកបានធ្វើអីទេមិនអីទេខំខឹងអីតោះយើងទៅសូមស្វាគមន៍លោក សូមស្វាគមន៍អ្នកស្រីសូមស្វាគមន៍អ្នកស្រីជម្រាបសួរលោកស្រីខ្ញុំជាវាក្រាគ្រូសាហ្វេងចាប់ពីពេលនេះទៅហៅខ្ញុំថាឡើងចៅបានហើយចាលោកពូចាអាយ៉ាអ្នកស្រីតូចគឺជាមនុស្សស្រីទី1ដែលម្ចាស់តូចខ្ញុំបាននាំមកផ្ទះទី1ហើយទីបំផុតគឺមានប្រយោគនេះតតបានលោកពូអាក្រក់មែនតើពូកំពុងតែនិយាយស្អីនឹងហេតុអីទៅជាបែបនេះពូមិនមានអារម្មណ៍ថាខ្មាស់អៀនទេហីអ្នកស្រីសូមអញ្ជើញអាលីញ៉ាឥឡូវនេះឯងនាំចាំងថាំងបានរៀបការហើយយើងមិនទៀមទីច្រើនពីឯងទេឯងគ្រាន់តែបង្កើតចៅទូតល្អម្នាក់ឲ្យយើងបានហើយកុំរៀបការបោកប្រាស់តាឯងកុំយកលេសរៀបការបោកប្រាស់យើងឲ្យសោះណាតែលោកតាដឹងពីគំនិតរបស់ខ្ញុំបានយ៉ាងម៉េចឲ្យតែឯងមានកូនតាមិនខ្វល់ពីអ្វីដែលនៅសេះសល់ទេលោកតាគិតតែខ្ញុំគឺជាសត្វសេះដឹងតែបង្កាត់ពូជមែនដែរទេហ៎បើឯងបញ្ចោមានកូនចេញពីផ្ទះទៅទោះជាយ៉ាងណាឯងត្រូវតែមានកូនណែឯងត្រូវតែមានកូនឲ្យយើងបានខ្ញុំនឹងបង្កើតកូនភ្លោះ2ភ្លោះ3 10ឬក៏8ក្នុងចំណោមពួកគេធ្វើការដោះចាស់ស្លាប់ទៅហើយខ្ញុំអាចធ្វើបានពេញមួយថ្ងៃហេតុអីបានជានាងមិនភ័យទាល់តែសោះតើអាចវាមិនមែនជាលើកទី1របស់នាងទេអីនៅពីក្រោមអាមិចទេខ្ញុំនៅកំឡោះចែនឹងលោកមិនងូតតាំងតែទេយ៉ាងមិញនាងគិតថាខ្ញុំកខ្វក់មែនទេខ្ញុំនៅមិនទាន់សាញ់ដាក់នាងផងបើនាងហ៊ាននិយាយថានាងមិនចូលចិត្តខ្ញុំនឹងខឹងនាងឥឡូវនេះភ្លាមជឿនិយាយគ្នាតែនិយាយអ្វីទេនិយាយពីតើលោកចង់គេងនៅពេលណាហ៎តើពួកយើងគួរតែគេងនៅពេលឥឡូវនេះទេអត់ទេនឹងគេងទេការសន្និដ្ឋានវាដូចជាការប៉ັດមែនហើយវាជាលើកដំបូងរបស់គាត់ដូចគ្នានឹងខ្ញុំដែរវាជា
ការសន្និដ្ឋានវាដូចជាការពិតមែនហើយវាជាលើកដំបូងរបស់កូនដូចនឹងខ្ញុំដែរ អឺអឺសុំទោសមិនត្រូវទេហេតុអីខ្ញុំគួរតែនិយាយពាក្យសុំទោសទៅនាងគឺជាប្រពន្ធរបស់ខ្ញុំគ្មានបញ្ហាអ្វីទេ អេរងចាំមកយប់សិនទេរាងកាយខ្ញុំឥឡូវនេះនៅមិនសូវស្រួលនៅឡើយទេ អូអូខេ ហើយក្រោកពីព្រលឹមម្លេះតើអាលីងអាចគ្មានសមត្ថភាពទេ អឺ ជាងថាងគេលក់ស្រួលទេយប់មិញ ចាគេងលក់ស្រួលទេ តើគាត់មានរឿងអ្វីទៀតហើយទេតើមានរឿងអ្វីទៀតដែលមិនត្រូវចិត្តនោះឈឹកាន់តែចាស់ទៅកាន់តែពិបាកផ្គប់ចិន ខ្ញុំមានកិច្ចការបន្ទាន់មួយពី3ថ្ងៃទៀតខ្ញុំត្រូវចុះទៅធ្វើជំនួយនៅតាមខេត្ត អូ លោកតាខ្ញុំត្រូវទៅធ្វើការហើយ ល្អឆាប់ទៅចុះ យ៉ាងម៉េចនឹងលោកតាអាម៉េចក៏សម្លឹងតែមើលមកខ្ញុំរហូតអញ្ចឹង ឯងនិយាយមកការប្រយុទ្ធមិញនេះតើឯងមានកាយវិការមិនល្អអី អ្វីដែលមិនល្អទេ តើមានអីទៀតគឺរឿងនៅលើក្រែហ្នឹង ណាគេអ្នកនិយាយអញ្ចឹង រឿងនឹងមិននិយាយក៏បានដែរជាងថាងមិនដែលទៅធ្វើការនៅពេលព្រឹកឬល្ងាចទេរឿងអីនាងត្រូវខ្លាយទៅជាអ្នករៀបការច្បាស់ណាស់ថាមានអ្វីមិនល្អនាងកំពុងតែគិតពីឯងបើឯងធ្វើបានល្អផ្ដល់សុភមង្គលដល់ជាងថាងហើយនាងទុក ខ្ញុំ ឯងចោ មាន ល អារម្មណ៍ល្អណាស់កាលពីម្សិលមិញនាងមិនពេញចិត្តទេហីចេញដំណើរធ្វើចំនួនឆ្ងាយព្រោះតែនាងចង់គិតពីខ្ញុំមិនដែរទេ ហេតុអីបានជាទឹកមុខឯងអាក្រក់ម្លេះជាងថាងទើបចេញដំណើរបាន2ថ្ងៃឯងខូចចិត្តហើយអី ខ្ញុំអត់ទេ បើឯងនឹកជាងថាងទូរស័ព្ទទៅនាងទៅឲ្យនាងត្រឡប់មកវិញ លោកតាខ្ញុំបានប្រាប់ហើយតាថាខ្ញុំមិនបានធ្វើទេ ល្អអត់ទេ ខ្ញុំចេញទៅក្រៅសិនហើយ អាលីងបើឯងនឹកជាងថាងទូរស័ព្ទទៅនាងទៅជាគូស្នេហ៍មិនចាំបាច់ខ្មាស់អៀនទេហើយចាប់បែរដែរវិញ មិនបានជាឯងមកទីនេះ វាមិនមែនជារឿងរបស់ឯងទេអេឯងនិយាយជាមួយចាស់ទុំរបស់ឯងរបៀបមិញនេះជារបៀបដែលឯងនិយាយជាមួយនឹងបងថ្លៃឯងមែនទេ ហើយ បងថ្លៃ រឿងនេះកើតឡើងតាំងពីពេលណាឯងកំពុងតែនិយាយពីបងស្រីជាងថាមែនទេ ចាំខ្ញុំបញ្ជាក់ឯងពួកគេលែងនៅជាមួយគ្នាទៀតហើយខ្ញុំរៀបការរួចហើយតើមានរឿងអ្វីកើតឡើងឲ្យប្រកាសទៅអត់មានរឿងអ្វីកើតឡើងនោះទេនេះគឺជាការរៀបចំរបស់ចាស់ទុំក្នុងគ្រួសារ ជាងបៃឯងដឹងទេបងស្រីជាងថាងគឺជាទេពធីតារបស់ខ្ញុំប្រសិនបើហ្វាំងលីងអាចហេតុអីខ្ញុំមិនអាចយយខ្ញុំក៏អាចដែរខ្ញុំមិនដឹងរឿងនេះពីមុនមកទេបើសិនខ្ញុំមិនដឹងណាឯងគិតថាពួកគេអាចទទួលបានជោគជ័យនោះ
ឯងមានសមត្ថភាពអីទៅគ្រាន់តែជាសម្ព័ន្ធភាពអាពាហ៍ពិពាហ៍ទៅ ត្រូវ ប៉ុណ្ ហើយ ណោះ ត្រូវហើយអញពិតជាគិតថាវាគ្រាន់តែជាការសម្ដែងអាពាហ៍ពិពាហ៍រវាងគ្រួសារអ្នកមានមែនទេ มันខុសទេ អញ្ចឹងហេតុអីបានជាគាត់មិនរៀបចំរៀបការជាមួយយុវជនអ្នកមានផ្សេងទៅមានអ្នកផ្សេងគេមានទ្រព្យសម្បត្តិច្រើនជាងគ្រួសារខ្ញុំទៅទៀតមានមនុស្សជាច្រើនដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងនាងផ្អែកលើរូបរាងចឹងថាងតែនាងមើលឃើញអ្នកណាទៀតទៅខ្ញុំគិតមិនចាញ់ទេហេតុអីបានជាពួកគេជ្រើសរើសខ្ញុំវាដោយសារតែនាងចូលចិត្តខ្ញុំ បានហើយសូមអបអរសាទរមកផឹកស្រា មកខ្ញុំក៏សូមអបអរសាទរដែរមកផឹក លើកកាយឡើង មកផឹកទៅ បងថ្លៃផឹកទៅ មកផឹកទៅមក បងថ្លៃផឹកទៅអឺ ផឹកទៅបងថ្លៃផឹកទៅ ចប់ហើយ ផ្ញើសារទៅឲ្យបងស្រីខ្ញុំសិនបងស្រីខ្ញុំស្អប់ការស្វឹងណាស់ឯងនឹងត្រូវស្ដីបន្ទោសជាមិនខានទេ ខ្ញុំមិនតន់ត្រឡប់ទៅវិញទេខ្ញុំនៅផ្ញើអាស័យដ្ឋានទៅលោកទៅតាមនឹងទេ បងប្អូនល្អអីទេ បងស្រី ចាំងពថាងពួកឯងបញ្ច្រកស្រាគាត់មែនទេ អត់ទេ ហ្វេងលីងអមមកទទួលបងហើយតោះត្រឡប់ទៅផ្ទះវិញ ទៅលេងជាមួយគ្នា អាយ៉ាបងស្រីខ្ញុំមិនខឹងតទៅសោះបងស្រីជាយ៉ាងថាងប្រហែលជាមិនចូលចិត្ត Fending ទេមែនទេ អើយ នេះគឺជាផ្ទះខ្ញុំតើចុះខ្ញុំត្រឡប់មកទីនេះយ៉ាងម៉េចទេអត់មានខោអាវទេខ្ញុំក៏បានងូតទឹករួចហើយទៀននរណាគេសម្អាតខ្លួនឲ្យខ្ញុំទេ ភ្ញាក់ហើយតែមានអារម្មណ៍មិនស្រួលខ្លួនទេបងឈឺក្បាលទេប្រាប់អូនមកមើល តិចទិញ មានសុបបំបត្តិស្វឹងក្នុងផ្ទះបាយអូនបានឲ្យពួកគេរៀបចំហើយ ពីម្សិលមិញដោយរបៀបណាទេ សារដែលអបិយផ្ញើឲ្យអូនក៏ទៅទទួល ជាលើ ប កដំបូ ង ងហើយដែលខ្ញុំស្រវឹងបែបនេះមិននឹកស្មានថាខ្ញុំស្រវឹងហើយក៏បានធ្វើឲ្យឈួតចេញ លើកក្រោយផឹកតិចបានហើយវាមិនល្អសម្រាប់សុខភាពទេ នាងមានដឹងទេថាមានរឿងអីកើតឡើងកាលពីយប់មិញអាមិនបានជាខ្ញុំផឹកច្រើនម្ល៉េះ តើយ៉ាងម៉េច លូជាលីនិងមីងស៊ីសាំងបានធ្វើឲ្យខ្ញុំស្រវឹងចឹងបៃក៏អង្គុយក្បែរខ្ញុំប៉ុន្តែគេបដិសេធមិនជួយខ្ញុំ ហេតុអីក៏ពួកគេបញ្ច្រកស្រាបង តើនាងពិតជាមិនដឹងឬក៏នាងធ្វើពុតជាមិនដឹងទេ បានហើយពួកគេមិនអាចបង្ខំឲ្យបងផឹកទៀតទេ
បងស្រីតើបងមានការអីនឹងខ្ញុំហ៎ ឯងមិនចូលចិត្តបងថ្លៃរបស់ឯងហ្វេងលីងទេឬមួយក៏បងត្រូវរកបងថ្លៃម្នាក់ទៀតឲ្យឯង ពិតមែនទេអត់ទេ តើឯងគិតស្អី លីងគេល្អហើយ មុនឬក្រោយក្រុមហ៊ុននឹងត្រូវប្រកល់ឲ្យឯងគ្រប់គ្រងឯងស្ដាប់បានទេ បងស្រីអា លោកពូខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោកពូ អេបងស្រីខ្ញុំគិតថាវាល្អណាស់ដែលក្រុមហ៊ុនស្ថិតនៅក្នុងការគ្រប់គ្រងរបស់បងអាយ៉ាក៏បានលោកពូខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោកពូ ជាងបៃឯងធុញទ្រាន់រឿងអីខ្ញុំត្រូវទៅធ្វើការ មក ទៀត ពីឯងនឹងយើងតែពីរនាក់ត្រូវបានក្រុមគ្រួសារបង្ខំឲ្យធ្វើការ បងស្រីខ្ញុំជាអ្នកធ្វើវាខ្ញុំអាចធ្វើអីកើតទៅ បើឯងនិយាយអញ្ចឹងចាំងថាំងគេមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ មិននឹងអាចទៅបងស្រីជាងថាងគឺជាមនុស្សភាពរៀបសារបំផុតនៅលើโลกនេះជាស្ត្រីដ៏ស្រស់ស្អាត ឯងទេដែលគួរឲ្យខ្លាចបំផុតគ្រួសារឯងទាំងមូលគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំព្រួយបារម្ភពីហ្វឹងលីងហ្វឹងលីងឯងត្រូវតែការពារខ្លួនឯងផងទៅខ្ញុំខ្លាចគាត់ទេនាងហ៊ានឆៃខ្ញុំមែន ខ្ញុំមានអារម្មណ៍ថាហ្វឹងឌីងគេមិនគោរពបងស្រីខ្ញុំតតទៅសោះមនុស្សអាក្រក់នេះមិនសប្បាយចិត្តនឹងគោលការណ៍ដែលរៀបចំឯនេះអើយមិនអើពើនឹងបងស្រីខ្ញុំចង់ឲ្យហ្វឹងលីងដឹងបងស្រីខ្ញុំប្រកែកខ្លាំងណាស់គាត់មានមហិច្ឆតាខ្ពស់ អញចង់ធ្វើស្អី សួស្តីបងស្រីយប់ស្អែកយើងទៅញ៉ាំអាហារជាមួយគ្នាទៅ ឯងត្រូវការអីមែនទេ អូយបងសម្លាញ់បងបានត្រឡប់មកប្រទេសចិនយូរហើយពួកយើងមិនដែលបានញ៉ាំអាហារជាមួយគ្នាទេ បើអញ្ចឹងជួបគ្នាយប់ស្អែក ល្អខ្ញុំនឹងផ្ញើទីតាំងឲ្យបងស្រីខ្ញុំនឹងមកដល់ឆាប់នេះហេបងស្រីហេជាងថាងខានជួបគ្នាយូរហើយ អោះខានជួបគ្នាយូរហើយលោកមកធ្វើអីនៅទីនេះ អូខ្ញុំនឹងនាងទើបតែបានជួបគ្នានៅក្បែរនេះខ្ញុំបានទូរស័ព្ទទៅមិត្តរួមថ្នាក់របស់ខ្ញុំព្រោះខ្ញុំមិនបានជួបពួកគេយូរហើយ បោះញ៉ាំអាហារនឹងជជែកគ្នាលេងទៅ ខ្ញុំចាំបានថាការនាងរៀនដំបូងនាងចូលចិត្តញ៉ាំអាហារនេះណាបរិសង្ហានឹងស្រីស្អាតមើលទៅសមជាគូនឹងគ្នាណាអូខ្ញុំកំពុងតែ selfie ខ្លួនឯង ហ្វឹងឌីងខ្ញុំកំពុងតែបង្កើតឆាកវិបត្តិអារម្មណ៍សម្រាប់ឯងមានតែឯងទេដែលអាចមើលឃើញ មិនទៅផ្ទះញ៉ាំអាហារពេលល្ងាចទេច្បាស់ណាស់នាងកំពុងបង្ហាញមុខឲ្យបរិបផ្សេងទៀតមើល
ឯងនឹងបងស្រីឯងកំពុងតែញ៉ាំអាហារជាមួយគ្នាអី ត្រីស៊ីនុយហើយហឹម រួចចង់មានអ្នកផ្សេងទៀតឬអិន ហឹម អឺនឹងអឺនោះជាស្អីទៅឯងចេះតែនិយាយអឺនឹងទេអីឯងមិននិយាយអ្វីបន្ថែមទៀតទេអីអ្នកផ្សេងទៀតគឺជាណា លីយិនជាមិត្តរួមថ្នាក់របស់បងស្រីខ្ញុំតាំងពីថ្នាក់បឋមរហូតដល់វិទ្យាល័យវាជាការជួបគ្នាដោយចែកដន្យបងស្រីខ្ញុំពិតជាសប្បាយចិត្តណាស់ប៉ុន្តែកុំយល់ច្រឡំអីពួកគេគ្រាន់តែជាមិត្តរួមថ្នាក់ទេទោះបីជាមានពាក្យជាចាំរានថាពួកគេតាក់ទងគ្នាស្នេហាវាគ្រាន់តែជារឿងអតីតកាលទេ ពាក្យចចាមអារ៉ាម មែនហើយពេលនោះគ្រប់គ្នានៅសាលានិយាយថាពួកគេជាគូស្នេហ៍ល្អឥតខ្ចោះជាគូព្រេងពីអតីតជាតិរឿងនោះបានកើតឡើងជាច្រើនឆ្នាំមកហើយអ្វីបានកន្លងផុតអស់ទៅហើយហ្វឹងនេះឯងត្រូវតែគោរពបងស្រីរបស់ខ្ញុំថ្មីនេះនាងរងសម្ពាធច្រើនពីការរៀបការមែនទេ ខ្ញុំរៀបការរួចហើយធ្វើសម្បត្តិអាពាហ៍ពិពាហ៍ហើយដែរការរៀបចំពិធីមង្គលការកំពុងដំណើរការ គឺជាឈិន នាមត្រកូលស្វាមីខ្ញុំគឺហ្វេងលីង ហ្វឹងលីងគេគឺជាអ្នកប្រុសរបស់ក្រុមហ៊ុន Fang Group អាមិនក៏នាងស្រាប់តែរៀបការជាមួយនឹងហ្វឹងលីង ព្រោះខ្ញុំពេញចិត្តគេបងនៅមិនតាន់កេងទៀតអីរងចាំអូននេះ ក្រែមជាប់មាត់មិនតាន់បាត់ទេគ្មានស្លាកស្នាមសល់លើកញ្ចឹងកទេណាគេចាំនាងខ្ញុំលេងហ្គេមទេ លើកក្រែអូននឹងព្យាយាមត្រឡប់មកវិញឲ្យបានឆាប់ជាងនេះមិនឲ្យបងរងចាំអូនយូ ខ្ញុំ រ និ ពេក យាយ ទេ ហើយតើថាខ្ញុំមិនបានចាំនាងទេតើនាងអាចឈប់ធ្វើជាមនុស្សឆ្មាំងឆ្មៃអញ្ចឹងទៀតបានទេខ្ញុំហាក់ដូចជាស្វាមីដែលអាក់អន់ចិត្តរងចាំប្រពន្ធត្រឡប់មកវិញ អ្វីដែលខ្ញុំទើបតែនិយាយតើនាងចង់មានន័យថាយ៉ាងណាខ្ញុំរីករាយណាស់ដែលបានជួបមិត្តរួមថ្នាក់ចាស់របស់ខ្ញុំមានអារម្មណ៍ខឹងរាល់ពេលដែលខ្ញុំឃើញលោកនៅផ្ទះខ្ញុំមិនចង់និយាយជាមួយពេលនេះទេ អេអូនហត់នឿយណាស់ថ្ងៃនេះ បងស្រីហេតុអីក៏ស្លេកស្លាំងម្លេះថ្ងៃនេះ
បងគេមិនសូវលក់ គេងមិនសូវលក់ឯងព្រោះតែបងឆ្លោះជាមួយនឹងហ្វឹងលីងឯងគ្មានស្នាមថើបជាប់កទេហើយហ្វឹងលីងនៅតែមិនប៉ះពាល់បងស្រីទៀតបងស្រីខ្ញុំប្រកែកខ្លាំងណាស់គាត់មិនគួរត្រូវអាម៉ាស់មុខបែបនេះទេ chẳng pi ai chút tê ấy ហ្វឹងលីងក្មេងល្ងងអើយអាចដឹងច្បាស់ណាស់ថាអ្វីដែលឯងធ្វើដាក់បងស្រីខ្ញុំ ខ្ញុំគេប្រកាសជាបានដឹងពីអ្វីដែលគូស្វាមីភរិយាធ្វើហើយជប់មិញបង្ខំជ្រុលពេកហើយតិចចាំងពីគេដឹងទៅណអូលេងគេទៅជាមិត្តខ្ញុំទេពួកយើងគ្រាន់តែលេងសើចជាមួយគ្នាទេទៅធ្វើការចុះ ឆាប់មកនេះនិយាយទៅឯងមានកម្រងលែងលះបងស្រីខ្ញុំពេលណា ហ៎លេងលះ ឯងបានបញ្ចេញកំហឹងរបស់ឯងទាំងអស់មកលើបងស្រីខ្ញុំឯងថាទៅសំជាកូនប្រុសទេ ជប់មិញខ្ញុំពិតជាបានធ្វើមែនដោយកំហឹងបន្ទិញវាជាកំហុសរបស់ខ្ញុំប៉ុន្តែរឿងនេះមិនគួរដល់ថ្នាក់លេងលះគ្នាទេ អ្នកទៅពីឆ្លោះគ្នាយប់មិញដោយសារតែលីយាន នេះជាអ្វីដែលបងស្រីឯងបានប្រាប់ឯងហ៎ បងស្រីខ្ញុំមិនបាននិយាយអ្វីទេ អញ្ចឹងហេតុអីបានជាឯងវាយខ្ញុំទៅ បើឯងពិតជាស្អប់បងស្រីខ្ញុំឯងគួរតែខំថ្មិញឯងឲ្យបដិសេធមករៀបការជាមួយនឹងគាត់តាំងពីដំបូងមុនពេលរៀបការរួចជីវត្ថុដាក់នៅក្នុងផ្ទះដូចជាគ្រឿងតុបតែងមិនដែលមើលឬក៏ប៉ះពាល់ហើយឯងដឹងទេ ចំមែនអេឈប់សិននរណាប្រាប់ឯងថាខ្ញុំមិនបានប៉ះពាល់ខ្ញុំប៉ះពាល់រាល់ថ្ងៃហើយខ្ញុំក៏បានធ្វើវាច្រើនដងក្នុងមួយយប់ដែរណា អញ្ចឹងឯងបាននិយាយអ្វីឯងថាឯងបានធ្វើអ្វីជាមួយបងស្រីខ្ញុំយប់មិញ គ្មានស្អីទេ ប្រាប់តាមត្រង់មក គឺវាអញ្ចេះជប់មិញខ្ញុំគ្រាន់តែបង្ខំបងស្រីឯងបង្ខំបងស្រីឯងបន្តិចនឹងណា ធ្វើស្អីដាក់បងស្រីខ្ញុំ ហើយចាអត់មានស្អីទេ គ្មានស្អីទេហេមានន័យថាម៉េចហើយអាមនុស្សចង្រៃអើយបងស្រីបងចង់ហាត់ក្បាច់គុណដែរទេ ចាំងមិញ គ្មានអីទេបងស្រីបងស្រស់ស្អាតអញ្ចឹងសង្គមឥឡូវយ៉ាប់ណាស់ខ្ញុំចង់ឲ្យបងមានរៀនជំនាញការពារខ្លួនបងអាចការពារខ្លួនបាន ល្អបងដឹងហើយបងនឹងទៅបើបងមានពេលមានរឿងអីផ្សេងទៀតទេ បងស្រីបើហ្វឹងលេងធ្វើបាបបងធ្វើអ្វីប្រមាថដល់បងប្រាប់ខ្ញុំនឹងទៅចាត់ការគេ បងដឹងហើយប៉ុន្តែគេពិសេសចំពោះបងនេះ ពិសេសដូចជាមិនយល់អំពីបំណងបងស្រីទេបង្ខំបងស្រីឲ្យនៅពិសេសទៀតខ្ញុំពិតជាមិនយល់ទាល់តែសោះខ្ញុំមិនយល់ទេថ្ងៃនេះតើឮថាជាងបៃបានទៅក្រុមហ៊ុន ហ៎ មិនចម្លែកទេដែលចាំងបៃធ្វើចរិតប្លែកថ្ងៃនេះគេវាយបងហីហេតុអីបានជាគេវាយបង មិនអីទេវងលីញតាធ្វើតាមចិត្តឯងតាពីតូចគេប្រកាសជាធ្វើអ្វីខុសហើយសមត្រូវនឹង ហើយចាលោកតានេះជាបញ្ហារវាងខ្ញុំនិងចាំងពីលោកតាកុំខ្វល់អី
អាប៉ៃបង្ករឿងដោយមកគិតមកគិតក្រោយសោះបើមានរឿងអីកើតឡើងមិននឹកស្មានដល់លោកតាមិនទុកឲ្យគេរួចខ្លួនបែបនេះទេលោកតាចាំខ្ញុំទៅសួរនាំអាប៉ៃចំពោះបញ្ហានេះនិយាយទូរស័ព្ទជាមួយនឹងជាងប៉ៃយូរហើយតើបងប្អូនរបស់គេកំពុងតែនិយាយអាក្រក់អ្វីអំពីខ្ញុំមែនទេរួចចុះចាំងប៉ៃគេនិយាយថាម៉េចខ្លះទេអត់ដឹងថាបងនិងអាប៉ៃចិត្តស្និទ្ធនឹងគ្នាប៉ុន្តែមានរឿងខ្លះបងមិនគួរប្រាប់ជាងប៉ៃនោះទេខ្ញុំអត់បានវាមិនចឹងទេនោះវាគ្រាន់តែចៃដន្យទេខ្ញុំមិនបានប្រាប់គេដោយខ្លួនឯងទេជឿខ្ញុំទៅខ្ញុំមិនដូចអ្វីដែលនាងគិតទេណាអូនជឿបងឈឺដែរទេឈឺទេវាឈឺទេបើអូនផ្លុំខ្យល់ទៅនៅឈឺទៀតទេលែងឈឺទៀតហើយប្រសើរណាស់លោកតាឲ្យខ្ញុំសុំទោសកាលពីម្សិលមិញខ្ញុំមានអារម្មណ៍ឆេវឆាវខ្ញុំមិនគួរវាយហ្វឹងលេងទេខ្ញុំនឹងមិនធ្វើទៀតទេជាងប៉ៃតើហ្វឹងលេងបានធ្វើអ្វីខុសឯងនិយាយមកឲ្យគេកែបើគេមកកែទេឯងអាចមករកតាបានតានឹងបដៅគេល្អណាស់លោកតាហ្វេងអង្គុយចូលមកដូច្នេះតើហ្វឹងលីងធ្វើអ្វីខុសឲ្យប្រកាសទៅទើបធ្វើឲ្យឯងខឹងចឹងបាទគឺអត់ទេវាអត់មានធ្វើអីនោះទេយប់មិញហ្វឹងលីងមិនបាននិយាយអ្វីថ្ងៃនេះជាងប៉ៃមិនបាននិយាយអ្វីដែរមានអ្វីចម្លែកកើតឡើងទៅតើហ្វឹងលីងធ្វើបាបបងស្រីឯងហ៎អត់ទេគ្មានទេពិតជាអត់មានមែនណាហេតុអីបានជាបងស្រីនិងហ្វឹងលីងមិនទាន់ភ្ញាក់ពួកគេទៅណាហើយអូប្រហែលជាយប់មិញនឹងហត់ពេកហើយទើបមិនទាន់ក្រោកលោកតាខ្ញុំមើលទៅបងស្រីដូចជាមិនបានគេងទេហ្វឹងលីងអាសត្វនេះនៅព្រឹកព្រលឹមនៅឡើយទេអ្មេចបានជាឯងមកផ្ទះខ្ញុំចឹងតែតើអីនឹងឯងទៅខ្ញុំមិនអាចមកជួបបងស្រីខ្ញុំបានទេចាំងប៉ៃអញនិយាយជាមួយបងថ្លៃឯងឲ្យស្រួលបន្តិចតែឯងមានការអីទៅលោកជេលីនិងអ្នកដតីទៀតនិយាយថាអ្នកទៅពីទៅទទួលសម្បត្តិពីភារួចឲ្យខ្ញុំមកសួរតើបងនាំយើងទៅញ៉ាំអាហារទេមិនអីទេយើងនឹងធ្វើវានៅយប់នេះបើចង់ទៅផ្ទះវិញយើងអាចចេញទៅពេលណាក៏បានដែរ
មិនអីទេបើគ្មានអ្វីផ្សេងទៀតទេទូរស័ព្ទទៅអ្នកផ្សេងជាមុនសិនរួចចាំចាក់ចេញហេតុអីបានជាបងមិនអញ្ជើញខ្ញុំមកចូលរួមពិធីជប់លៀងដែរហ្វេងលីងនេះជាអំណោយដែលខ្ញុំយកមកជូនបងពីការធ្វើដំណើររបស់ខ្ញុំអូអរគុណនាងហើយខ្ញុំណែនាំឲ្យនាងស្គាល់នេះគឺជាប្រពន្ធរបស់ខ្ញុំចាំងថាំងចាំងថាំងនេះគឺជាអំណោយមករបស់ខ្ញុំឈ្មោះចាំងស៊ីនយូហ្វេងលីងតើបងកំពុងនិយាយអីខ្ញុំទៅឈប់សម្រាកមួយខែសោះបងក៏រៀបការបងពីមុនមកបងមិនដែលមានមិត្តស្រីទេមិនក៏បងស្រាប់តែមានប្រពន្ធបងកំពុងព្យាយាមបដិសេធខ្ញុំមែនទេទើបបងរកគេមកសម្ដែងជាមួយបងធ្វើជាប្រពន្ធបងតែមែនទេជាងបានទទួលសម្បត្តិអាពាហ៍ពិពាហ៍រួចហើយនាងជាបងស្រីរបស់ចាំងពីបើនាងនៅតែយំយាយទៀតនាងអាចចាក់ចេញទៅបានថ្ងៃនេះជាថ្ងៃពិសេសខ្ញុំត្រូវតែឲ្យអ្នកទាំងអស់គ្នាញ៉ាំអាហារជុំគ្នាកុំមកផ្លាញ់បរិយាកាសអីណែកុំប្រាប់ខ្ញុំថានាងគិតអីផ្ដេសផ្ដាសរវាងខ្ញុំនិងចាំងស៊ីនយូណាបងស្រីចេងខ្ញុំពិតជាស្រឡាញ់ហ្វេងលីងណាស់តើបងអាចលែងលះគ្នាវិញបានទេខ្ញុំសុខចិត្តទទួលយកលក្ខខណ្ឌគ្រប់យ៉ាងតើនាងកំពុងតែនិយាយរឿងមិនសមហេតុផលអីទៅតើនាងពិតជាអាចបំពេញលក្ខខណ្ឌគ្រប់យ៉ាងបានតើពិតជាអាចបំពេញលក្ខខណ្ឌគ្រប់យ៉ាងបានមែនទេលក្ខខណ្ឌយ៉ាងម៉េចក៏បានដែរ10,000 លានខ្ញុំមិនចង់បានត្រឹមតែ10,000 លានទេក្នុងភាគហ៊ុនខ្ញុំចង់បានគ្រឿងអលង្ការបុរាណតែខ្ញុំអាចបានជាលុយសុទ្ធឬមាសដែរយ៉ាងម៉េចនាងមានទេតើត្រូវការច្រើនយ៉ាងនេះហេអញ្ចឹងមានន័យថាហ្វេងលីងគ្មានតម្លៃ10,000 លានក្នុងខ្សែភ្នែករបស់នាងទេអញ្ចឹងមានន័យថាហ្វេងលីងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ខ្ញុំព្រោះវាមានតម្លៃមិនអាចកាត់ថ្លៃបានប្រើលុយ10,000 លានដើម្បីដោះដូរយកបងនោះនាងសម្រេចចិត្តច្បាស់ហើយនៅខ្ញុំច្បាស់ហើយប៉ុន្តែឥឡូវនេះខ្ញុំគ្មានលុយច្រើននោះទេអញ្ចឹងយើងគួរធ្វើយ៉ាងម៉េចល្អទៅឬក៏ខ្ញុំនៅរងចាំនាងខំប្រឹងធ្វើការដើម្បីរកលុយត្រឡប់មករកខ្ញុំវិញបងស្រីចង់ថាដរាបណាខ្ញុំរកបាន10,000 លានបងនឹងលែងលះជាមួយហ្វេងលីងហ៎ខ្ញុំនិយាយហើយច្បាស់ជាធ្វើខ្ញុំនិយាយហើយខ្ញុំច្បាស់ជាធ្វើនាងពិតជាចង់បានលុយ10,000 លានមែនទេទើបលោកខ្ញុំទៅឲ្យចាំងសិនយូចាំម៉េចបងគិតថាតម្លៃខ្ពស់ពេកឬវាទាបពេកខ្ញុំជាមនុស្សណាមិនមែនជាវត្ថុទេបងក៏មិនរំអីចាំងសិនយូនាងមិនអាចរកលុយបាន10,000 លានទេចុះបើនាងអាចមានវិធីដោះស្រាយបាននោះនាងអាចមានវិធីដោះស្រាយបានអញ្ចឹងខ្ញុំមានតែយល់ព្រមតាមនឹងនាងហ៊ានដែរនៅពេលដែលនាងហ៊ាននិយាយរឿងចាញ់មកខ្ញុំរីករាយនឹងសំណើនឹងធ្វើអញ្ចេះទៅចុះខ្ញុំឲ្យបង5,000 លានខ្ញុំមិនត្រូវការទេក៏មិនត្រូវការ
ក្រែងបងមិនត្រូវការខ្ញុំតាំងពីយូរណាស់មកហើយទទួលលុយហើយបងអាចលេងលះគ្នាជាមួយខ្ញុំបានកុំចាត់ខ្ញុំចោលទៅវាជាវិធីដែលល្អបំផុតហើយខ្ញុំចាំថាមុនពេលរៀបការមានអ្នកណាម្នាក់និយាយបែបនេះថាខ្ញុំមិនស្រឡាញ់នាងទេក្រៅពីមង្គលការខ្ញុំមិនអាចផ្ដល់អ្វីឲ្យនាងបានឡើយមិនអីទេខ្ញុំគ្រាន់តែនិយាយលេងតែខ្ញុំនឹងមិនលក់បងឡើយឆាប់ទៅងូតទឹកទេខ្ញុំនឹងទៅបើនាងប្រាប់ខ្ញុំអំបខ្ញុំទេអូនសំបបងមានកាយបងស្រីមានអ្វីឲ្យខ្ញុំជួយមែនទេខ្ញុំចង់នឹងរឿងបន្ថែមពីចាងស៊ីនយូបងស្រីបងមកគិតថា Feng Ling និង Chang Siyu មានរឿងអ្វីកើតឡើងទេមែនទេបងស្រីគ្រួសារ Chang Si និងគ្រួសារ Feng មានទំនាក់ទំនងល្អណាស់ពួកគេទាំងពីរនាក់ធំឡើងជាមួយគ្នាបងស្រីសូមកុំយល់ច្រឡំអី Feng Ling មិនចូលចិត្ត Chang Siyu ទេ Feng Ling ទោះបីជាក្មេងរពឹសក៏ដោយប៉ុន្តែផ្នែកអារម្មណ៍គេមានភាពបរិសុទ្ធល្អណាស់មិនដែលចូលរួមស្នេហាមិនធម្មតានោះទេដូចជាខ្ញុំដែរនៅបរិសុទ្ធតាំងពីតូចខ្ញុំចង់នឹងពីចាងស៊ីនយូខ្ញុំត្រូវមានកិច្ចព្រមព្រៀងជាមួយនាងថាម៉េចក្រុមហ៊ុនមានគម្រោងពង្រីកយុទ្ធសាស្ត្រទីផ្សារ influencer របស់ខ្លួនឥឡូវនេះជាកំពុងសម្លឹងរកការចុះហត្ថលេខាលើកក្មេងដែលមានសក្តានុពលខ្លាចជាតារាល្បីតាមអ៊ីនធឺណិតខ្ញុំគិតថាថ្ងៃនេះគឺជាថ្ងៃដាច់ខែថ្មីគឺជារឿងល្អស្រស់ស្អាតនិងមានលក្ខណៈគួរចាប់អារម្មណ៍ថាម៉េចនាងចង់ចុះកិច្ចសន្យាជាមួយខ្ញុំទេនាងបានដឹងពីភាពខ្លាំងរបស់ក្រុមហ៊ុន Chen Entertainment ក្នុងឧស្សាហកម្មនេះហើយដរាបណានាងចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាងកាន់តែល្បីល្បាញ CPU ខ្ញុំក្តៅខ្លាំងហើយមើលទៅខ្ញុំចង់តាក់ប្តីនាងបែរជាចង់ឲ្យខ្ញុំល្បីតែចាំងថាងមានមុខងារអ្វីខ្លះទៅដូចជាការធ្វើទីផ្សារដោយអ្នកមានឥទ្ធិពលពិតជារកលុយបានខ្ញុំនឹងរកចំណូលបាន 10,000 លានហើយចោះហត្ថលេខាជាមួយចាំងថាងនេះនឹងផ្ដល់ឱកាសខ្ញុំនៅពេលវេលានៅឱកាសកាន់តែច្រើនដើម្បីស្គាល់ចាំងថាងនិងឱកាសឈ្នះកាន់តែច្រើនខ្ញុំសញ្ញេខ្ញុំនឹងបើបងញ៉ាំបាយយប់នេះហៅ Feng Ling មកជាមួយផងនាងជប់លៀងអាហារជាមួយខ្ញុំហើយចង់ឲ្យខ្ញុំចេញប្តីខ្ញុំមកជាមួយដែរមានន័យថាខ្ញុំនឹងយល់ព្រមរឿងនេះជាមួយប្តីខ្ញុំអាចបង្កើតឱកាសសម្រាប់នាងនិងប្តីខ្ញុំដើម្បីប្រស្រ័យតាក់ទងគ្នាតែនាងគិតយ៉ាងម៉េចចំពោះរឿងនេះតើទៅញ៉ាំនៅកន្លែងណាបងយកព្រមហើយហៅ Feng Ling មកជាមួយផងបើសិនជានាងមិនចង់ចេញគាត់ទេវាក៏អាចទៅរួចដែរបានខ្ញុំក៏កិនចឹងដែរបងក៏ទៅសាកនៅ Pin Versailles នៅមកប្របីយប់នេះក្មេងស្រីម្នាក់នេះស្អាតហើយគួរឲ្យចាប់អារម្មណ៍មែនបើ Feng Ling មិនចូលចិត្តតើគាត់ចូលចិត្តមនុស្សប្រភេទណាភោជនីយដ្ឋានភិនវ័យជ័យគឺជាភោជនីយដ្ឋានដែលខ្ញុំចូលចិត្តបំផុតច្បាស់ជាជាងថាងជាអ្នកតាក់ទងហើយព្រោះដឹងថាខ្ញុំចូលចិត្តញ៉ាំអាហារនៅភិនវ័យជ័យរួចចង់មានអ្នកផ្សេងទៀតទេជាសិល្បករក្នុងក្រុមហ៊ុនខ្ញុំនាងណែនាំខ្ញុំឲ្យស្គាល់មនុស្សនៅក្នុងក្រុមហ៊ុនលឿនម្លេះតើនាងចង់ធ្វើការប្រកាសជាផ្លូវការមែនទេតោះFeng Ling បងមកហើយសិល្បករថ្មីប្រចាំថ្មីបានកន្លងផុតទៅហើយចាំងស៊ីនយូចុះកិច្ចសន្យាជាមួយក្រុមហ៊ុនយើងត្រូវហើយថ្ងៃនេះជាថ្ងៃដាច់ខែនាងអញ្ជើញយើងញ៉ាំបាយពេលល្ងាចអង្គុយចាស់តែFeng Ling ខ្ញុំក៏មកហូបមួយចំនួនជាម្ហូបដែលបងចូលចិត្តបងមើលសិនទៅមានអីផ្សេងទៀតដែលបងចង់បន្ថែមទេមើលទៅខ្ញុំមិនចូលចិត្តអាហារដែលនាងបានកំងទេនាងកំងវិញទេអូមិនដឹងថាបងចូលចិត្តញ៉ាំអីផង ខ្ញុំមិនចូលចិត្តញ៉ាំអាហារដែលមានគ្រឿងផ្សំច្រើនពេកទេអូខេបងចូលចិត្តញ៉ាំអី Feng Ling ខ្ញុំចង់ញ៉ាំ Pin Versailles
បើសិនជាបងមិនចូលចិត្តញ៉ាំខ្ញុំនឹងមិនកំងវាទៀតទេនាងពិតជាស្រឡាញ់ហ្វេងលីងខ្លាំងនេះស្រឡាញ់រហូតដល់បាត់បង់ការគោរពខ្លួនឯងខ្ញុំសង្ឃឹមថានាងយល់ការស្រឡាញ់អ្នកដទៃគឺការចាប់ផ្ដើមដោយការស្រឡាញ់ខ្លួនឯងបងចែងខ្ញុំនៅមានការងារខ្លះចង់ប្រាប់បងគួរតែត្រឡប់ទៅមុនសិនទៅបងស្រីចែងតើហ្វេងលីងបាននិយាយអីខ្លះហើយនោះជាមូលហេតុដែលគាត់បានធ្វើដាក់ខ្ញុំបែបហ្នឹងគាត់មិនដែលធ្វើចំពោះខ្ញុំបែបនេះពីមុនមកទេគាត់ធ្លាប់ល្អនឹងខ្ញុំខ្លាំងណាស់ចិត្តល្អសម្រាប់មិត្តក៏ល្អដែរកុំយំអីត្រូវហើយខ្ញុំបង្គាប់ឲ្យគាត់ធ្វើអញ្ចឹងខ្ញុំបង្គាប់ឲ្យគាត់ធ្វើដាក់នាងរបៀបនេះនាងចង់ឆ្លុះកញ្ចក់មើលទេវាអាក្រក់មែនណាស់មែនទេអត់អាក្រក់ទេនាងស្អាតនៅពេលដែលនាងមិនយំតើសម្រាប់មានប្រយោជន៍អីហ្វេងលីងមិនចូលចិត្តខ្ញុំដដែលគាត់មិនចូលចិត្តទេតែខ្ញុំវិញចូលចិត្តខ្ញុំមានការងារត្រូវធ្វើខ្ញុំទៅសិនហើយនាងក៏ឆាប់ខ្មាស់អៀនដូចជាហ្វេងលីងដែរមើលទៅមិនខុសគ្នាទេតែចាំងសិនយូនិយាយអ្វីខ្លះទៅជាមួយចាំងថាងទៅច្បាស់ជាមិនពាក់ព័ន្ធនឹងការងារទេយ៉ាងណាក៏ដោយខ្ញុំមិនបាននិយាយជាមួយនឹងចាំងសិនយូទេចាំងសិនយូនិយាយអ្វីទៅកាន់នាងទេបញ្ហាតាក់ទងនឹងការងារហ្វេងលីងបងពិតជាបរិសុទ្ធដ៏ល្អម្នាក់បរិសុទ្ធល្អដែលអូនគួរតែផ្ដល់រង្វាន់អមិនបានជាថាខ្ញុំគឺជាមនុស្សល្អទេដោយសារតែបងហ្វេងលីងជាមនុស្សល្អតាំងពីដំបូងបើអញ្ចឹងនាងឆាប់ទៅគេងទៅខ្ញុំទៅងូតទឹកសិនបន្ទាប់ពីបងងូតទឹករួចអូននឹងផ្ដល់រង្វាន់ឲ្យបងបងចូលមកបងសម្រាប់ចិត្តហើយណាថាបងចង់បានអីអាចឲ្យរង្វាន់អ្វីក៏បានដែរខ្ញុំចង់បានអ្វីដែលនាងបានបដិសេធខ្ញុំកាលពីយប់មិញបើនាងមិននិយាយអ្វីទេខ្ញុំនឹងចាត់ទុកថាជាការយល់ព្រមបៃឡានយូមានទំនាក់ទំនងច្រើនណាស់ហើយមិត្តស្រីរបស់គេម្នាក់សុទ្ធតែលងស្នេហ៍នឹងគាត់ខ្លាំងមែនទែនត្រូវតែមានអ្វីមួយមិនធម្មតាពីគេហើយសៅបៃឯងថាធ្លាប់មានមិត្តស្រីច្រើនណាស់
តើឯងអាចគ្រប់គ្រងពួកគេបានដោយរបៀបណាទេ យ៉ាម៉េចឯងចង់គ្រប់គ្រងចាំងឋានមែនទេ អត់ទេ តាមពិតទៅมันបានគ្រប់គ្រងទាំងអស់ទេវាដោយសារតែពួកគេស្រឡាញ់ខ្ញុំស្នេហាគឺតែងតែបែបនេះពួកគេទាំងអស់គ្នាគឺសុទ្ធតែមានចរិតនិងលក្ខណៈរៀងៗខ្លួនប៉ុន្តែអ្នកដែលស្រឡាញ់ខ្លាំងគឺតែងតែសម្របសម្រួលនិងចោះចាញ់រហូតដល់ពួកគេត្រូវបានគ្រប់គ្រងទាំងស្រុងម្យ៉ាងវិញទៀតអ្នកដែលមិនបានស្រឡាញ់គ្រប់គ្រាន់ស្ងៀមស្ងាត់រឹងប៉ឹងបានភាពតាក់ទាញនៃស្នេហាគឺវាធ្វើឲ្យមនុស្សបាត់បង់ខ្លួនឯងមិនថារីករាយសោកសៅទុក្ខព្រួយឬវេទនាឬក៏រវល់តែបាននឹងបាត់បង់ក្នុងទំនាក់ទំនងមួយបើសិនជាអ្នកមានការយល់ដឹងច្រើនឬក៏និយាយម្យ៉ាងទៀតបើសិនជាមានការផ្លាស់ប្ដូរច្រើននោះគឺបញ្ជាក់ថាពួកគេមិនដែលស្រឡាញ់គ្នាទេ ក្រោយពីខ្ញុំរៀបការរួញខ្ញុំហាក់ដូចជាមនុស្សខុសពីមុនដូច្នេះខ្ញុំបានលងស្នេហ៍ជាមួយចាំងថាងហើយនាងជាមនុស្សចិត្តត្រជាក់ខ្ញុំមិនដែលឃើញនាងខឹងឬក៏សប្បាយចិត្តជាពិសេសនោះទេ យ៉ាម៉េចលងស្រឡាញ់ចាំងថាងហើយទេ គ្មានអ្វីគួរឲ្យអៀនខ្មាស់ពីការស្រឡាញ់ជាងខាងនោះទេឯងលេងចុះខ្ញុំទៅហើយលោកតាថ្មីនេះលោកតាមានអារម្មណ៍យ៉ាងម៉េចដែរ សុខភាពតាមិនអីនោះទេ អីចាលោកតាមើលបងផេងលីងចុះហេតុអីបានគាត់ធ្វើអញ្ចឹងដាក់ខ្ញុំ ស្ដាប់តាណាអ្នកទាំងពីរមិនមែនជាគូនឹងគ្នានោះទេជឿតាទៅ មានអីខុសទៅគ្រួសារយើងមានឋានៈស្តៀងគ្នាហើយជាគូស្នេហ៍កាលពីកុមារភាពគាត់សង្ហាហើយខ្ញុំក៏ស្រស់ស្អាតដែរអញ្ចឹងថាមានអីខុសទៅ តាក៏មិនអាចនិយាយវាទៅផ្ទាល់បានដែរព្រោះឯងជាក្មេងស្រីស្លូតត្រង់ដល់គ្មានកំហុសនៅលើលោកនេះមានបរិយាល្អច្រើនណាស់ចាំតាដែរនាំឲ្យស្គាល់បរិយាអែមលិចភ្លូជាគេណាអាយ៉ាកុំយំ ខ្ញុំមិនចង់បានអីទេ ដែលញ៉ាំទៅកុំយំ ខ្ញុំគ្រាន់តែស្រឡាញ់ពេញ ញ៉ាំទៅកុំយំណា អត់ទេផ្កាប៉ោមរីកក្នុងភ្លៀង រវាងអ្នកទាំងពីរនេះហាក់ដូចជាមិនសូវល្អប្រមាណទេ តើហ្វេងលីងបានធ្វើអីដាក់នាងទៀនហេតុអីក៏នាងងាយយំខ្លាំងម្ល៉េះណែជួយទឹកភ្នែកចេញតើនាងកាត់ចេញពីទឹកអីឈប់យំនៅចំពោះមនុស្សដែលគេមិនស័ក្តិសមនឹងយើងមិនត្រូវយំដាច់ខាន នាងនិយាយអ្វីទេណាណាគេមិនស័ក្តិសម មិនក៏បងធ្វើឲ្យនាងយំទៀតហើយ ខ្ញុំបានវាយនាងរហូតដល់យំបានហើយនៅ ឯងទៅណា ខ្ញុំចេញទៅក្រៅដើមប្រជុំសិន អ្នកឯងអ៊ី សួស្ដីអ្នកប្រើសួស្ដី អេគ្រាន់តែឈរនៅទីនោះទៅបានហើយ ខ្ញុំមានសំណួរមួយសម្រាប់អ្នកទាំងអស់គ្នា អ្នកប្រើសួរមកចា ខ្ញុំមានមិត្តម្នាក់តែមិនមែនជាខ្ញុំទេមិត្តភក្តិខ្ញុំនិងប្រពន្ធរបស់គាត់ធ្លាប់មានអាពាហ៍ពិពាហ៍ផ្នែកជំនួញថ្ងៃមួយមានស្ត្រីម្នាក់ចូលចិត្តបរិសម្នាក់នេះបន្ទាប់មកពួកគេបានមករកប្រពន្ធរបស់បរិសនោះហើយក៏បានសួរថាតើអាចលែងលះជាមួយបរិសម្នាក់នេះបានដោយរបៀបណាប្រពន្ធរបស់គាត់បាននិយាយថាឲ្យខ្ញុំ 10,000 លានមកហើយខ្ញុំនឹងលែងលះជាមួយបរិសម្នាក់នេះពួកនាងថាទៅមើលតើគិតយ៉ាងណាចំពោះប្រពន្ធបរិសម្នាក់នេះតើឆ្លើយម្ដងម្នាក់មកនាងមុន ខ្ញុំគិតថាប្រពន្ធពិតជាដឹងថាភាគីម្ខាងទៀតគ្មានលុយ 10,000 លានប៉ុនទេដូច្នេះនាងមានចេតនានិយាយចំនួននោះធ្វើឲ្យភាគីម្ខាងទៀតដកថយខ្ញុំគិតថា
ប្រពន្ធគ្រាន់តែនិយាយលេងសើចចំឲ្យស្រីម្នាក់ទៀតវាគ្រាន់តែជាពាក្យសម្ដីធម្មតាតែប៉ុណ្ណោះប្រពន្ធនឹងធ្វើពុតជាមានចិត្តទលាយប៉ុន្តែក្នុងគ្រួសារអ្នកមានរូបរាងខាងក្រៅគឺសំខាន់នាងបាននិយាយរឿងទាំងនេះប៉ុន្តែការពិតនាងស្អប់ស្រីកំណាន់ណាស់អ្នកទាំងបីនិយាយគ្រប់យ៉ាងអស់ហើយតើខ្ញុំអាចនិយាយអីទៀតប្រហែលជាប្រពន្ធចង់បាន 10,000 លានមែនទេដឹង យកQR code ចេញមក ទទួលបាន 10,000 យួនខ្ញុំក៏ទទួលបាន 10,000 យួនទទួលបាន 50,000 យួនខ្ញុំទទួលបាន 5,000 យួន សំណួរបន្ទមរឿងមិត្តរបស់ខ្ញុំដដែលថ្ងៃមួយបានចូលចិត្តបរិមម្នាក់នឹងក្មេងស្រីនេះនាងបានមកផ្ទះរបស់បរិមម្នាក់នេះដើម្បីរកកូនប៉ុន្តែបរិមម្នាក់នោះមិនចូលចិត្តនាងទេបរិមនោះមិនអើពើនឹងគេទេតើមានរឿងអ្វីកើតឡើងបន្ទាប់ពីនាងត្រឡប់មកវិញនាងក៏បានឃើញស្រីម្នាក់នោះយំនាងក៏បានលួងលោមគេបន្ទាប់មកនាងបានសួរបរិមម្នាក់នោះអំពីមូលហេតុដែលធ្វើឲ្យស្រីនោះយំពួកនាងថាទេតើពួកនាងគិតថាប្រពន្ធនេះមានគំនិតបែបណាដែរទេនាងនិយាយមក ខ្ញុំគិតថាហេតុផលដែលប្រពន្ធលួងលោមស្រីនោះដើម្បីសាងទំនាក់ទំនងល្អជាមួយគ្នាការស្គាល់ខ្លួនឯងនិងសត្រូវរបស់គេគឺជាកលឹះនៃជ័យជំនះខ្ញុំគិតថាប្រពន្ធស្រឡាញ់ប្តីខ្លួនប៉ុន្តែដោយគិតគូរពីសភាពជុំវិញនាងមិនអាចស្ដីបន្ទោសស្រីនោះទេនាងអាចបន្ទោសត្រឹមប្តីខ្លួនឯងប៉ុណ្ណោះដោយពេលកូនមានចំនួនជាមួយអ្នកដតីឪពុកម្ដាយតែបន្ទោសកូនរបស់ខ្លួនមុនគេវាជាគោលការណ៍ដូចគ្នាខ្ញុំក៏គិតដូចជានាងដែរប្រពន្ធប្រកាសជាស្រឡាញ់ប្តីហើយអ្នកប្រុសវែងប្រកាសជាធ្លាប់ឮពាក្យនេះពីមុនមកមនុស្សស្រីច្រើនផ្ដោតទៅលើចំណុចអាក្រក់និងចរិតឆេវឆាវរបស់គេបញ្ចេញចំពោះអ្នកចិត្តស្និទ្ធបំផុតប៉ុន្តែមិនប្រើជាមួយអ្នកផ្សេងទេមនុស្សគឺដូច្នេះមែនឆ្លៀតឱកាសការស្រឡាញ់របស់ក្រុមគ្រួសារគេមិនថានាងធ្វើអីក៏ដោយក្រុមគ្រួសារនាងតែងតែអត់ឱននៅអភ័យទោសឲ្យជានិច្ចមិនបន្ទោសនាងឡើយតែបើអ្នកផ្សេងគឺមិនព្រមទេបើសិនប្រពន្ធស្ដីបន្ទោសឲ្យស្រីនោះហើយលេចលឺទៅក្រៅនោះគ្មានន័យថាគូស្នេហ៍នេះកំពុងធ្វើបាបស្រីនឹងទេយកQR codeចេញមកយកQR codeចេញមកទទួលបាន 20,000 យួនទទួលបាន 20,000 យួនទទួលបាន 5,000 យួនទទួលបាន 50,000 យួនអរគុណហើយលោកវែងអរគុណពួកនាងអាចចេញទៅបានអេនៅអ្នកទី4ហ៎នាងថាទៅមើលពួកគេចូលចិត្តខ្ញុំណាចាត់ទុកខ្ញុំដូចជាគ្រូសាទើបនិយាយប្រាប់ខ្ញុំច្បាស់ណាស់មិត្តភក្តិនោះគឺអ្នកប្រុសវែងពិតណាស់លោកវែងគិតមើលចំនួនមួយកើតឡើងចំពោះមុខលោកថាអញ្ចឹងទេទៅលោកវែងដឹងរឿងទាំងអស់នេះមែនទេសុំខ្ជូអរនាងមកទទួលបាន 100,000 យួនលោកវែងខ្ញុំអាចសុំលេខរបស់លោកបានទេខ្ញុំមានណាត់តាំងពីនៅយុវវ័យមាត់ខ្ញុំគឺបិទយ៉ាងចិត្តឈឹងតែម្ដងຕົកចិត្តបានអូនសុំទោសនាងពិតជាសុំទោសពិតមែនទេសុំទោសពិតមែនសុំទោសថ្ងៃនេះបានឃើញចាំងស៊ីនយូយំនាងគិតថា
បងធ្វើបាបនាងអូនយល់ច្រឡំនឹងបងសុំទោសផងពិតជាខឹងអូនមែនទេបងស្រីជាងមានរឿងធំហ្វេងលីងយប់មិញបានគេជាមួយស្រី4នាក់នៅឯក្លឹបអ្នកណាប្រាប់នាងកុំខ្វល់ថាអ្នកណាប្រាប់ទោះយ៉ាងណានេះជាការពិតបងមិនខឹងទេអីមិនខឹងទេមិនខូចចិត្តទេអីមិនខូចចិត្តឡើយហេតុអីបានជាបងមិនខឹងឬក៏មិនសោកសៅទៀតហេតុអីខ្ញុំគួរតែខឹងខ្ញុំគួរមិនខូចចិត្តនៅមានអីទៀតទេបងស្រីជាងសុំតោទាំងអត់ដោយសារតែរឿងហ្នឹងធ្វើឲ្យបងឆ្លោះជាមួយនឹងហ្វេងលីងខ្ញុំសុំតោនាងមានអីផ្សេងធ្វើទេបើអញ្ចឹងនាងចេញទៅក្រៅទៅខ្ញុំត្រូវធ្វើការប្រធានជាងខ្ញុំសឹបឃើញហើយលោកប្រុសវែងយប់មិញបានកក់ក្លឹបហៅស្រី4នាក់ពួកគេមិនបានធ្វើអីទាំងអស់លោកវែងគ្រាន់តែនិយាយគ្នាមកសន្ទុះមិនដឹងថានិយាយអីទេចំពោះរឿងអីពួកស្រីមិនបានប្រាប់ឡើយបានតែក្លឹបហៅជជែកគ្នាមួយសន្ទុះខ្ញុំជឿជាក់លើវែងលីងទោះយ៉ាងណាមានរឿងមួយខ្ញុំត្រូវនិយាយជាមួយនឹងម្ចាស់ក្លឹបច្រើនឆ្នាំហើយលើកដំបូងដែលខ្ញុំឃើញប្រធានជាងមានបញ្ហានឹងរឿងមនុស្សប្រុសប្រធានជាងត្រូវការឲ្យខ្ញុំបញ្ជូនមនុស្សទៅសើម្ដងទៀតទេមិនបាច់ទេធ្វើការងាររបស់នាងចុះហ្វេងលីងខឹងខ្ញុំគួរលួងលោមគេរបៀបណាទិញរបស់ឲ្យតែហ្វេងលីងមិនខ្វះលុយទេតែមានអ្វីដែលគេគ្មានមានរឿងអីទៀតអីសុំតើដោយសារតែខ្ញុំបងឆ្លោះជាមួយហ្វេងលីងហេតុនេះគេមានអារម្មណ៍មិនល្អនោះជាហេតុផលដែលគេធ្វើរឿងបែបនេះហ្វេងលីងខុសប្លែកពីមុនបងស្រីកុំខឹងនឹងហ្វេងលីងអីគេគ្រាន់តែអារម្មណ៍មិនល្អប៉ុណ្ណោះទៅគេទៅបញ្ចេញខ្លះគេគ្មានអារម្មណ៍ចំពោះស្រីនៅក្នុងក្លឹបទេគ្រាន់តែខ្លាញ់ធ្វើជាចូលចិត្តតែប៉ុណ្ណោះហ្វេងលីងខ្ញុំយល់ថាកាន់តែបញ្យល់កាន់តែអាក្រក់ទៅហើយប៉ុន្តែហ្វេងលីងពិតជាបរិះមានគុណធម៌និងគោលការណ៍ខ្លាំងណាស់ហេតុអីចាំបាច់បកស្រាយឲ្យហ្វេងលីងបើសិនជាយើងទាំងពីរអ្នកឆ្លោះគ្នាជារឿងល្អសម្រាប់នាងតើខ្ញុំចូលចិត្តហ្វេងលីងតែខ្ញុំមិនប្រើវិធីបង្ខូចកេរ្តិ៍ឈ្មោះរបស់គេទេដើម្បីឲ្យបងលែងលះគ្នានោះទេខ្ញុំដឹងសិនយូជាក្មេងស្រីចិត្តល្អម្នាក់មិនមែនមនុស្សបែបហ្នឹងឡើយយឺខ្ញុំមានសំណួរមួយចង់សួរនាងកុំហៅខ្ញុំយឺអីខ្ញុំមិនសូវចិត្តស្និទ្ធនឹងគ្នាទេមានបញ្ហាអីហ្វេងលីងគេចូលចិត្តអីស៊ីនជាជាមិត្តហ្វេងលីងហើយស្រឡាញ់ហ្វេងលីងណានាងពិតជាដឹងច្បាស់ពីចំណូលចិត្តរបស់ហ្វេងលីងហេតុអីបងស្រីសួររឿងនេះនាងប្រហែលជាភ្លេចហើយមែនទេខ្ញុំភ្លេចអីទៅភ្លេចថាខ្ញុំយល់ច្រឡំលើហ្វេងលីងពីយប់មិញនេះព្រោះតែនាងនេះធ្វើឲ្យខ្ញុំនិងហ្វេងលីងឆ្លោះគ្នាហ្វេងលីងគេនៅខាងនឹងខ្ញុំចង់ធ្វើអីខ្លះដើម្បីលួងគេបើនាងមិនប្រាប់ខ្ញុំក៏មិនអីដែររឿងយល់ច្រឡំរវាងខ្ញុំនិងគេនាងវិញក៏បានផលពីស្ថានភាពនេះបានដោយជោគជ័យជាមិនខានទេខ្ញុំជាមនុស្សអាក្រក់គ្មានភាពអៀនខ្មាញ់អញ្ចឹងមិនក៏នាងមិនប្រាប់ខ្ញុំថាគេចូលចិត្តអីហ្វេងលីងចូលចិត្តឡានស្ព័រគេចូលចិត្តម៉ាក់ឡារ៉ែនលោកតាខ្លាចគាត់បួកមិនគិតក្រុមហ៊ុនអញ្ចឹងក៏អត់ទិញឲ្យទេថ្មីនេះគាត់ធ្វើជំនួយមួយគាត់ចង់រកលុយទិញវាអរគុណឡាននេះថ្លៃខ្លាំងនេះឡានថ្លៃខ្លាំងនេះអញ្ចឹងទៅលោកតាមិនទិញឲ្យគេ
ថ្ងៃក្រោយមិនងាយទេក្នុងការលួងគេត្រូវតែកំងឲ្យគេក្នុងពេលនេះខ្ញុំនឹងទិញឲ្យគេចាស់ជួយកក់ឡានឲ្យខ្ញុំមួយម៉ាចាំងថាំងមិនផ្ញើសារមកខ្ញុំអញ្ចឹងឬនាងមិនលួងខ្ញុំទេឬក៏មកពីខ្ញុំទៅក្រៅការពីយប់មិញគ្រាន់តែសុំទោសហើយនាងបង្ងើយដាក់ខ្ញុំអញ្ចឹងហ៎គួរតែឲ្យមេរៀននាងមួយទៅបានការសុំទោសនេះមិនស្មោះទេពាក្យសុំទោសពីរបីម៉ាន់សរុបទាំងអស់មកគឺខ្ញុំទៅសួរសៀវស៊ីនសិនទៅបានមកអង្គុយមកអង្គុយហេតុអីទេខ្ញុំមានមិត្តម្នាក់ខ្ញុំចង់ដឹងថាតើនាងកំពុងតែគិតអ្វីពេលនេះទេស្ដាប់លោករៀបរាប់បែបនេះប្រពន្ធមិត្តលោកប្រកាសជាមនុស្សល្អឥតខ្ចោះម្នាក់ជាស្ត្រីដែលមិនធម្មតាឡើយហើយចានាងពិតជាប្រកែកខ្លាំងណាស់មនុស្សបែបនេះកម្រនឹងនិយាយសុំទោសអ្នកដទៃនេះស្ត្រីអ្នកមានទាំងនោះម្នាក់ណាមិនឆ្មើងឆ្មៃខ្ញុំគិតថាប្រពន្ធមិត្តលោកអាចនិយាយស្មោះអស់ពីចិត្តដាក់ចរិតឆ្មើងឆ្មៃរបស់នាងទុកម្លែកហើយសុំទោសទៀតផងមិត្តលោកមិនព្រមអត់ឱនឲ្យនាងប្រហែលជាមានអារម្មណ៍ថាបាក់មុខហើយនឹងខឹងខ្លាំងហើយដោយសារមិត្តលោកមិនព្រមទទួលការសុំទោសពីនាងធ្វើឲ្យនាងខ្មាស់ខ្លាំងនាងគិតថាគេខឹងហើយអាម៉េចបានជានាងគួរខឹងនាងជាអ្នកយល់ច្រឡំខ្ញុំមុនហ្នឹងលោកវែងមិនមែនតែលោកខ្វល់ពីមុខមាត់ទេគេក៏ខ្វល់ដែររួចចុះខ្ញុំគួរតែធ្វើអ្វីទៅមិនក៏លោកមិនទិញកាដូខ្លះៗឲ្យនាងទៅដូចជាគ្រឿងអលង្ការឬមួយកាបូបជាដើមនាងមិនខ្វះវាទេនាងគ្មានចំណង់ចំណូលចិត្តទេអត់សោះត្មងនិយាយរួមគឺអត់ត្មងលោកវែងនេះពិតជាប្រុសដែលល្ងងមែនលោកវែងនាងមានអ្វីគ្រប់យ៉ាងប៉ុន្តែអំណោយដែលលោកឲ្យគឺខុសពីរបស់ដែលនាងទិញខ្លួនឯងជូនមិត្តម្នាក់គឺខុសគ្នាអារម្មណ៍គឺសំខាន់បំផុតលោកវែងតាមពិតនៅមានវិធីមួយទៀតគឺជាវិធីអ្វីដែរទេលោកវែងគូស្នេហ៍ដែលឆ្លោះគ្នាលើគ្រែត្រូវផ្សះផ្សាគ្នានៅលើគ្រែរវាងស្វាមីហើយនិងភរិយាគ្មានអ្វីដែលមិនអាចដោះស្រាយបានទេគ្រាន់តែចំណាយពេលស្និទ្ធស្នាលនឹងគ្នាបើមិនចឹងទេគឺ2 ដងទេអ្នកប្រុសវែងជឿខ្ញុំទៅណាខ្ញុំមានបទពិសោធន៍ណាត់ជួបគ្នាជាច្រើនណាស់ជឿខ្ញុំចុះអ្នកប្រុសនឹងមិនខុសទេនាងប្រកាសដែរទេប្រកាសជាមានប្រសិទ្ធភាពល្អខ្ញុំនឹងសាកល្បងមើលបើវាមិនដំណើរការទេខ្ញុំនឹងមករកនាងនៅពេលក្រោយបានតែឲ្យខ្ជូអមកខ្ញុំគួរតែចាប់ផ្ដើមធ្វើរឿងនឹងយ៉ាងម៉េចទេឯងមិនអាចនិយាយវាដែលផ្ទាល់បានទេមែនទេអូខេមិនអីទេខ្ញុំទៅងូតទឹកសិន
ខ្ញុំមានចេតនាស្លៀកពាក់បែបនេះតែគេនៅតែមិនអើពើទៀតដោយសារតែគេបានទៅក្លឹបជួបស្រី4នាក់នោះមែនទេ តានាងនៅតែខឹងទៀតមែនទេយប់មិញពិតជាចោះសម្រងគ្នាណាមកពីខ្ញុំធ្វើវាច្រើនដងពេកតែដឹងការប្រយុទ្ធមិញពិតជាច្រើនដងមែនទែន លោកតាខ្ញុំទៅធ្វើការសិនហើយ អូ លោកតាខ្ញុំទៅធ្វើការសិនដែរហើយ ហេចាំមកផ្លែតឯងជិះឡានជាមួយតា ហើយខ្ញុំច្បាស់ជាត្រូវស្ដាប់ការបដៅទៀតហើយមើលទេ